a ស្មើ limit x ខិតជិត1នៃ x ការ៉េដក1នៅលើ x ការ៉េដក 3x បូក 2 បាទអញ្ចឹងបងប្អូនមើលដើម្បីដោះស្រាយ limit បានបងប្អូនត្រូវមើលរៀងវាសិនបាទអានេះបើសិនជាយើងជួសចូលអានេះយើងបាន1ការ៉េដក1ទៅអស់នៅលើ1ការ៉េដក3គុណជាមួយនឹង1បូក2បាទអញ្ចឹងយើងឃើញថាខាងលើនេះ1ការ៉េ1មែនទេ1ដក1វា0បាទតែនេះ1អានេះ3គុណ1វា3អញ្ចឹង1ដក3ស្មើដក2ដក2នឹងបូក2វាទៅជា0បាទអញ្ចឹង limit ហ្នឹងមានរៀង0លើ0បាទបើរៀង0លើ0អូនចាំនិយមន័យរបស់វាអញ្ចឹង limit ដែលមានរៀង0លើ0យើងត្រូវដាក់វាជាផលគុណកតាបន្ទាប់មកសម្រួលកតាចោលគណនា limit ថ្មីបាទអញ្ចឹងយើងស្មើអីគេ limit x ខិតជិត1បាទអញ្ចឹងកាលណាតែ x ខិតជិត1បងអូនធ្វើយ៉ាងម៉េចនេះបងអូនត្រូវបំលែនេះឲ្យចេញជា x ដក1បាទដឹងតែមាន x ដក1នៅក្នុងហ្នឹងឯងអញ្ចឹងយើងបំលែមកបាន x ដក1អានេះរូបមុនអីគេ a ការ៉េដក b ការ៉េមែនទេអញ្ចឹងវាស្មើ x ដក1តើឲ្យ x បូក2នេះរូបមុននេះខ្លះយើងអត់ចាំ a ការ៉េដក b ការ៉េស្មើ a ដក b ក៏តើឲ្យ a បូក b បាទខាងលើបានប៉ុណ្្នឹងខាងក្រោមយើងបែកមកបែកតាមផលគុណខ្វែងក៏បានតែឥឡូវយើងរកតាមផលគុណខ្វែង x ការ៉េអានេះបូក2ដក3អញ្ចឹងបងប្អូនមើល x ការ៉េស្មើជាមួយនឹង x គុណជាមួយនឹង x បាទចុះឥឡូវ2ស្មើជាមួយនឹងប៉ុន្មានគុណនឹងប៉ុន្មានបើកន្លែងនេះបូក2អញ្ចឹងខ្ញុំដាក់ដក1គុណជាមួយនឹងដក2ស្មើ2ឯងបាទបើស្មើ2យើងគុណខ្វែងនោះស្មើប្រហែលដក 2x អានេះគុណខ្វែងទៅលើបានដក 1x អញ្ចឹងដល់ពេលបូកដកនេះស្មើ3ដក x បាទអញ្ចឹងយើងរកឃើញកតារួមរបស់វាហើយអញ្ចឹងឃើញកតារួមរបស់វា x ដក1កតាឲ្យ x ដក2បាទអញ្ចឹងខាងក្រោមរបស់យើងស្មើជាមួយនឹង x ដក1កតាឲ្យ x ដក2បាទអញ្ចឹងបងប្អូនមើលម្ដងហ្នឹងហើយមានកតាអីខ្លះដូចគ្នាបាទអានេះដូចគ្នាមែនទេដូចគ្នាយើងសម្រួលវាចោលអញ្ចឹងយើងនៅសល់ limit x ខិតជិត1នៃ x បូក1នៅលើ x ដក2តោះមកបងអូនជួសលេខមកកន្លែងណាដែលមាន x ជួសដោយលេខ1អញ្ចឹង1បូក1នៅលើ1ដក2អញ្ចឹង1បូក1 2 1ដក2នៅសល់ដក1អញ្ចឹងចម្លើយវាឃើញដក2អញ្ចឹងដូចនេះដាក់ដូចនេះដូចនេះ a របស់យើងស្មើដក2បាទអញ្ចឹងឥឡូវយើងចូលដល់លំហាត់ b យើងមើលលំហាត់ b ប្រធានរបស់យើងគឺ b ស្មើ x ខិតជិត1នៃ x ដក1នៅលើឬ x ដក1បាទអញ្ចឹងនេះយើងជួសរោរៀងវាដែរអញ្ចឹងកន្លែងណាដែលមាន x ជួសដល់លេខ1បាទយើងជួសមកលេខ1ដក1នៅលើឬ1ដក1 1ដក1 0មែនទេឬការ៉េនៃ1ស្មើ1ដែរអាហ្នឹងវាអាចចេញបានតមកសញ្ញាដក1នៅសល់0អញ្ចឹងរៀងវារៀង0លើ0បាទរៀង0លើ0អញ្ចឹងបងប្អូនត្រូវតែបាទ x នេះខិតជិត1អញ្ចឹងបងប្អូនត្រូវតែម្លែងមិនឲ្យវាចេញ x ដក1នេះអានេះម្លែងនេះខាងលើនេះភីយកនេះ x ដក1ស្រាប់ទេបាទហ្នឹងល្អបាត់ហើយយើងបាច់ម្លែងទៀតប៉ុន្តែអាក្រោមនេះវាជាប់រឹសនេះឬ x ដក1អញ្ចឹងបងអូនធ្វើមិនបានរឹសវាចេញយើងត្រូវគុណនឹងកន្សោមឆ្លាស់បាទ x ដក1កាលណាតែកន្សោមឆ្លាស់របស់ x ដក1គឺឬ x បូក1បាទបើខាងក្រោមគុណប៉ុណ្ណឹង
ខាងលើក៏គុណនឹងប៉ុណ្ណឹងបាទយល់ទេតបមក limit x កចិត្ត1អានេះ x ដក1នេះនៅអដែរសិនតាឲ្យឬក្រែង x បូក1យើងមើលអានេះចូលរូបមុនអីa ចូលរូបមុនអីគេ a ដក b ក៏តាឲ្យ a បូក b អានោះស្មើអីមិនស្មើ a ការ៉េដក b ការ៉េមែនទេបន្ទាប់មកយើងអាចទៅសេថាម៉េចស្មើជាមួយ a ការ៉េដែលទូ a យើងស្មើឬ x អញ្ចឹងកាលណាតែមានការ៉េយើងសម្រួលនឹងឬការ៉េចោលទៅសល់ x ទូ b យើងគឺលេខ1អញ្ចឹង1ការ៉េគឺស្មើ1ដដែលបាទអញ្ចឹងដល់ហើយនេះយើងអាចសម្រួលបានណានេះអានេះដូចគ្នាសម្រួលវាចោលមកអញ្ចឹងនៅសល់ limit x កចិត្ត1នៃឬ x បូក1អញ្ចឹងជួសលេខចោលបងអញ្ចឹងបានឬ1បូក1ស្មើឲ្យ2អញ្ចឹងដូចនេះb យើងស្មើ2